Nơi bậc ní nhưng nhom xôm thưa bạch ban hợp hiệp âm pi sập hiệp cáในការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងទី5គិតមកដល់ថ្ងៃទី22ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី16ហើយដែលភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរនេះខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៅខាងជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យភាគីថៃចាប់ឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង17:00នាទីល្ងាចថ្ងៃទី21ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង8:00នាទីព្រឹកថ្ងៃទី22ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី21ខែធ្នូឆ្នាំ2025នៅវេលាម៉ោង19:35នាទីយោធាថៃបានបាញ់ផ្សែងពុលយ៉ាងច្រើនចូលក្នុងភូមិសាស្ត្រប្រាសាទតំនធំនៅវេលាម៉ោង19:55នាទីយោធាថៃបានបន្តបាញ់ផ្លោងនិងរថក្រោះបាញ់បំបុកនិងប្រើប្រាស់កាំភ្លើងយន្តបំពាក់លើរថក្រោះបាញ់ចូលទៅក្នុងភូមិសាស្ត្រចំតែនៅថ្ងៃទី22ខែធ្នូឆ្នាំ2025វេលាម៉ោង5:00នាទីព្រឹករហូតដល់ម៉ោង6:00នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំរថក្រោះបាញ់កាំភ្លើងដៃនិងថ្មើរជើងព្យាយាមបាញ់ចូលសម្រុកក្នុងភូមិសាស្ត្រប្រាសាទតាមាន់មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួនយោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជានៅឡើយប៉ុន្តែកងកម្លាំងរបស់យើងនៅតែកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញនិងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីរំលោភបំពាននិងឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង17:00នាទីល្ងាចថ្ងៃទី21ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង8:00នាទីនៅព្រឹកនេះនៅថ្ងៃទី21ខែធ្នូវេលាម៉ោង20:16នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចំនួន2គ្រាប់ចូលក្នុងភូមិសាស្ត្រសង្កាត់អូរិស័យក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង21:03នាទីយោធាថៃបានបាញ់ភ្លើងក្រហមទៅលើភូមិសាស្ត្រភូមិព្រៃច័ន្ទនៅថ្ងៃទី22ខែធ្នូឆ្នាំ2025ថ្ងៃនេះនៅវេលាម៉ោង4:30នាទីយោធាថៃបានចាប់ផ្ដើមបាញ់ភ្លើងក្រហមលើភូមិសាស្ត្រភូមិជោគជ័យរហូតដល់វេលាម៉ោង4:35នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទចាប់ពីវេលាម៉ោង4:30នាទីដល់វេលាម៉ោង5:16នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួនព្រៃច័ន្ទនិងភូមិជោគជ័យនៅវេលាម៉ោង5:02នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង5:30នាទីដល់វេលាម៉ោង6:04នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ155មីលីម៉ែត្របាញ់ផ្លោងប្រមាណចំនួន20គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង5:49នាទីយោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធឹកសន្ធាប់ចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង5:50នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅវេលាម៉ោង6:03នាទីយោធាថៃបានបាញ់ផ្លោងសន្ធាប់ចូលក្រោយភូមិសាស្ត្រភូមិព្រៃច័ន្ទនិងភូមិជោគជ័យ
នៅវេលាម៉ោង 6:05 នាទីរហូតដល់ម៉ោង 7:52 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថពាសដែកបន្ទាប់មកបានបន្តប្រើរថក្រោះព្យាយាមរុលចូលមកមុខភូមិសាស្ត្រភូមិព្រៃច័ន្ទនិងបឹងត្រកួននៅវេលាម៉ោង 7:03 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលបន្ថែមទៀតចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទគិតមកដល់ម៉ោងនេះនៅទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហាររំលោភបំពានមកលើដែនអធិបតេយ្យរបស់កម្ពុជាកងកម្លាំងរបស់យើងបាននឹងកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញនិងតាមដានរាល់សភាពការរបស់ខ្មាំងនិងយកចិត្តទុកដាក់បំផុតក្នុងការបំពេញតួនាទីដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់កម្ពុជានាងខ្ញុំសូមធ្វើការបញ្ជាក់សារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារយ៉ាងកម្រោលឃោរឃៅនិងអមនុស្សធម៌មកលើទីតាំងស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលបានធ្វើឲ្យប្រជាជនស៊ីវិលរបស់កម្ពុជាបានបាត់បង់ជីវិតនិងរងរបួសជាច្រើនអ្នកក្នុងនោះមានទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលខូចខាតជាច្រើនរាប់មិនអស់កម្ពុជាសូមបញ្ជាក់នឹងការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់នៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុចន្ទៈនិងការទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមនិងការប្រើប្រាស់កម្លាំងសម្ដៅដោះស្រាយបញ្ហាដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិសូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពានទឹកដីរបស់កម្ពុជានៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនការពារអធិបតេយ្យបូរណភាពទឹកដីកម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះបីក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋជឿជាក់ទុកចិត្តនិងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងតែប្រយុទ្ធតស៊ូនៅគ្រប់សមរភូមិទាំងអស់ដោយអង់អាចក្លាហានជាទីបំផុតរាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយសូមជម្រាបជូនដល់ទស្សនិកជននិងអ្នកសារព័ត៌មានទាំងអស់ផងដែរថាសម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានភាពជួរមុខអំពីសកម្មភាពនៃការរំលោភបំពាននិងការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាក្រសួងការពារជាតិនឹងធ្វើការផ្សាយជូនតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា Greetings to the general public and members of the press. This morning I would like to update on the situation of the Thai invasion and armed attacks launched on Cambodian territory in the 4th and 5th military regions on December 22, 2025, which enter 16 days. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. First, the frontline situation at the 4th military region in Udomidjay and Preah Vihear provinces. The Thai military continued its attack on Cambodia from 5 p.m. on December 21st to 8 a.m. on December 22nd, 2025. On December 21st, 2025, at 7:35 p.m., the Thai military deployed a large amount of toxic gas into the area of Tamon Temple.
At 7:55 p.m., the Thai military fired mortar, tank cell, and tank-mounted machine guns into the area of Chom Tai. On December 22, 2025, from 5 a.m. to 6 a.m., the Thai military fired artillery and tank shell as well as small arms accompanied by infantry force advancing into the area of Tamwan Temple. The situation in some areas are still under the Thai military armed aggression on Cambodian sovereignty, but our force continue fight the aggressor fiercely and monitor the situation closely and remain highly vigilant. Second, the frontline situation at the 5th Military Region in Ban Tie Minh Chey province. The Thai military continued its attack on Cambodia from 5 p.m. on December 21st to 8 a.m. on December 22nd. On December 21st, at 8:16 p.m., the Thai military fired 2 artillery cells in the area of Orisay District, Poi Pat Municipality, Ban Tie Minh Chey Province. At 9:03 p.m., the Thai military fired flare guns into the area of Praychan village. On December 22nd, at 4:30 a.m., the Thai military fired flare gun into the area of Chokchey village. On 4:35 a.m., the Thai military fired shell into the area of Praychan village. From 4:30 a.m. to 5:16 a.m., the Thai military continued to fire shell into the area of Bang Trakun, Praychan, and Chokchey village. At 5:02 a.m., the Thai military deployed F-16 fighter jets and dropped 4 bombs in the area of Bang Trakun village, Kok Romit Commune, Moput District, Ban Tie Minh Chey Province. From 5:30 a.m. to 6:04 a.m., the Thai military fired approximately 20 shells of 155 mm artillery into the area of Sakandal District, Poi Pat Municipality. At 5:49 a.m., the Thai military continues to intensify its shelling into the area of Bang Trakun. At 5:50 a.m., the Thai military fired shell into the area of Praychan and Chokchey village. At 6:03 a.m., the Thai military intensified its shelling into the area of Praychan and Chokchey villages. From 6:05 a.m. until 7:52 a.m., the Thai infantry force accompanied by armored vehicles followed by tanks attempt to infiltrate the area in front of Bang Trakun and Praychan village. At 7:03 a.m., the Thai military deployed toxic gas into the area of Praychan village. The situation in some areas are still under the Thai military armed aggression on Cambodian sovereignty, but our force continue fight the aggressor fiercely and monitor the situation closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian areas. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in many deaths and injuries to innocent Cambodian civilians. Cambodia is firmly committed to respecting and implementing the terms of the ceasefire agreement and the joint declaration between Cambodia and Thailand, as well as all agreements previously reached by both parties, with the high sense of responsibility
rather than resorting to act of aggression or the use of force. Cambodia has been firmly adhering to resolving the dispute through peaceful means in accordance with international law, the existing treaty, convention, and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law. For further update reports regarding the frontline situation, please visit the official media channels of the Ministry of National Defense of Cambodia. Thank you.